លោកសយទីបង្គត់ប៉ុណ្ណឹងដូច្នេះសូមញាតិញោមពុទ្ធបរិស័ទជ្រះថ្លាក្នុងសេចក្តីជ្រះថ្លារបស់ព្រះរាជាដែលមាននៅក្នុងសន្តានចិត្តព្រោះជាអរិយបុគ្គលផងដែរសូមអនុមោទនាសូមឧទ្ទិសបុណ្យដល់បុគ្គលទាំងអស់គ្នាដែលបានស្ដាប់ធម៌មិញផងហើយឧទ្ទិសបុណ្យដល់ព្រះបាទពុំពិសាផងដែរនេះហើយជាឃ្លាំងដាក់មាសដាក់ប្រាក់របស់ស្ដេចព្រះបាទពំពិសាលលោកបានធ្វើរុំនៅនឹងចង្កេះភ្នំវេភិរៈដើម្បីតម្កល់និងទុកដាក់ទ្រព្យសម្បត្តិយ៉ាងមហាសាលនេះហើយជាវាំងចាស់របស់ស្ដេចព្រះបាទពំពិសាលហើយមកដល់សធោនេះមានដំណាក់កាលពីផ្នែកទី1គឺអ្នកព្រះបាទធម្មរាជសាងពីលើមកស្រូបមួយមុនដំបូងដោយព្រះសម្មាសម្ពុទ្ធទ្រង់យាងដល់នៅជាពុរិស័ទក្រោយសាងប្រភ្នោះដែលជួបព្រះបាទពំពិសាលនៅទីនេះហើយតាមព្រឹត្តិការណ៍មួយទៀតគឺទីស្ថានដែលព្រះសារីបុត្រមកលៀនបានជួបព្រះអសិជិតថេរនៅកទីនេះដែរហើយដូច្នេះខ្ញុំករណីសម្បត្តិសូមរៀបរាប់តែខ្លីៗហើយធម្មនិកថារវែងនិងរតនេគ្រូក្រុមទាំងអស់នេះបន្តណាព្រះអរគុណចាំព្រះសធមនេះគឺជាសធមដែលព្រះបរមពុរិស័ទបានជួបបាទពិសានៅតាមប្រវត្តិរឿងដែលយើងបានស្ដាប់ហើយគឺក្នុងការដែលព្រះអង្គទ្រង់បានបំពេញនៅនៃសមាបារមីណាគ្រប់ព្រះបរមពុរិស័ទទាំងអស់គឺមុននឹងបានត្រាស់ត្រូវតែបានបំពេញនៅនៃគមបារមីជាចុងក្រោយយ៉ាងតិច7ថ្ងៃដែរហើយព្រះបរមពុទ្ធសាសនាបានជួបនឹងបាទពិសាត្រង់កន្លែងនេះទាំងបាទពិសាក៏អារាធនាសូមឲ្យព្រះអង្គគ្រប់គ្រងសោយរាជព្រះអង្គចែកនគរពាក់កណ្ដាលឲ្យដោយពុំបានដឹងអំពីព្រះបរមពុទ្ធសាសនាដែលលះបង់នៅនគរកបិលផុសនោះឡើយលោកបានដឹងហើយក៏សូមពោលថាព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធសូមឲ្យស្ដេចយាងមកប្រោសខ្ញុំព្រះអង្គនឹងមុនគេសាយចបារមីសាយចឧបបារមរមន្តបារមីសម្បណ្ណោសោភគវេព្រះដ៏មានលោកព្រះអង្គបរិបូរណ៍ដោយអធិដ្ឋានបារមីអធិដ្ឋានឧបបារមីអធិដ្ឋានបរមន្តបារមីដោយនេះផងអតិបិមេត្តាបារមីមេត្តាឧបបារមីមេត្តាបរមន្តបារមីសារមីមេត្តាឧបតាបរមន្តបារមីសម្បណ្ណោសភគវេព្រះដ៏មានព្រះព្រះអង្គនោះព្រះអង្គបរិបូរណ៍ដោយឧបេក្ខាបារមីឧបេក្ខាឧបបារមីឧបេក្ខាបរមន្តដោយនេះផងអតិសោរិទេយនមសតានស្វាមានព្រះអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរត្រង់ត្រាស់ដឹងនៅញយធម៌ទាំងអស់ធ្វើឲ្យត្រូវជារងពីព្រះសម្មាសម្ពុទ្ធទ្រង់បានសាងប្រភ្នោះនៅឯមាត់ស្ទឹងអនមានោះមកព្រះអង្គទ្រង់